ទូរស័ព្ទបងប្អូនសម្រាប់វីដេអូនេះខ្ញុំបង្ហាញជាមួយនឹង website រកលុយ free មួយដែលយើងរកបានជាប្រភេទកាក់ TRX ឬមួយក៏កាក់ Tron website នេះមានឈ្មោះថា Tronpic អញ្ចឹងនៅលើនេះគឺអ្នកនាងអាចសន្សំជាប្រភេទកាក់បាទ TRX free បានបាទហើយសម្រាប់តម្លៃកាក់ TRX គឺតម្លៃវាដូចជា28សេនក្នុងមួយកាក់យើងអាចមើលតម្លៃវានៅត្រង់នេះអូខេហើយវាអត់ពិបាកក្នុងការរកទេអ្នកនាងគ្រាន់តែអ្នកនាងធ្វើការមើលនៅត្រង់ចំណុចនេះបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងធ្វើការroll វាបាទហើយវាមាន storm មាន laron អីចឹងណាហើយមាន silver មាន gold អីចឹងទៅហើយបើយើង roll បាននៅក្នុងចន្លោះណាគឺយើងអាចនឹងទទួលបាន CTX បាទឬមួយក៏កាក់ Tron ហ្នឹងនៅចំនួនប៉ុណ្ណឹងបាទអញ្ចឹងបើសិនជាយើង roll បានពាក្យថា stone គឺយើង roll បានចំនួនកាក់ 0.005 3x ចឹងទៅហើយបើសិនជា laron គឺយើងបាន 0.01 3x ចឹងទៅឬមួយក៏យើង roll បានពាក្យថាបាទ platinum នេះគឺយើងបានមួយកាក់ TX ចឹងទៅហើយបើ master បាទយើងបាន30 TX ចឹងទៅអូខេអញ្ចឹងដើម្បីអាចរកលុយជាមួយនឹង Tronpic បានយើងត្រូវមាន account Tronpic មួយសិនណាហើយបន្តិចទៀតខ្ញុំនឹងបង្ហាញអ្នកគ្នាពាក់ព័ន្ធជាមួយនឹងរបៀបក្នុងការបង្កើត account Tronpic នឹងហើយសម្រាប់ link ចុះឈ្មោះខ្ញុំដាក់ឲ្យនៅខាងក្រោម video description អូខេអញ្ចឹងរបៀបក្នុងការ roll អត់បាក់ទេយើងគ្រាន់តែអូសscroll យើងចោះឈ្មោះឲ្យជោគជ័យអញ្ចឹងយើងវាមកដល់ចំណុចនេះហើយបន្ទាប់ពីយើង verify email verify ឲ្យហើយអញ្ចឹងយើង scroll វាទៅក្រោមមកយើងឃើញតែកន្លែងដែលយើងអាចរកកាក់នឹង free បានទេអញ្ចឹងយើងមើលកន្លែងថងចំណុចនេះយើងយកកន្លែងនេះហើយយកកន្លែងពីថា recaptcha ហ្នឹងមកស្រួលបាទចុចកន្លែង recaptcha ហ្នឹងយើង tag នៅត្រង់នេះឲ្យគ្រីសមកបាទអូខេបន្ទាប់មកយើងចុចកន្លែងនេះ reward គុណ2 24ម៉ោងហ្នឹងបាទចុចលើហ្នឹងមកចុះបន្ទាប់ពីការ roll របស់យើងមិញគឺខ្ញុំ roll បាន laron បាទនេះចំនួន 0.01 នឹងចំនួនកាក់ TX ខ្ញុំបាន 0.01 TX អូខេនេះគឺជាចំនួននៃការ roll របស់យើងហើយត្រង់ចំណុចនេះគឺ1ម៉ោងគឺយើងចូលមក roll ម្ដងអ្នកគ្នាសម្រាប់ការ hold លុយ free ហ្នឹងអូខេហើយមួយទៀតនៅក្នុងនេះវាមានតកតងមួយនឹងការ hold លុយបែបផ្សេងទៀតជាច្រើនដូចជាតាមរយៈការ survey អញ្ចឹងណាបើអ្នកដែលគាត់បកកែធ្វើ survey គឺគាត់អាចរកបានទៀតបាទដូចជា survey មួយនេះរយៈពេល9នាទីអាចរកបាន5សេនហើយ survey មួយនេះរយៈពេល1នាទីបាទយើងអាចរកបាន15សេនហើយអានេះ1នាទី15សេនដែរហើយនេះ15សេនដែររយៈពេល2នាទីអញ្ចឹងណាទៅតាម survey មួយអញ្ចឹងទៅអូខេអញ្ចឹងអ្នកគេអាចសាកល្បងនឹងការមើលកន្លែង survey នឹងបានបើសិនជាអ្នកគេចេះធ្វើ survey ណាបាទអញ្ចឹងខ្ញុំចូលកន្លែង home នេះហើយខ្ញុំមកកន្លែងដែលខ្ញុំចុចមិញវិញកន្លែង process ហ្នឹងបាទគឺកន្លែងដែលយើងបាទរកកាក់ TX free ហ្នឹងឯងបាទនឹងក្រុមនេះអញ្ចឹងនាទីហ្នឹងវាកាន់តែថយក្រោយទៅដល់ពេលដែលវាអស់នាទីហ្នឹងគឺយើងអាចចូលមក roll TX សារថ្មីម្ដងទៀតបានណាអូខេហើយកន្លែង track 3នេះយើងអាចមើលទៀតបាននេះវាមានកន្លែង game នៃអីចឹងណាយើងអាចមើលមក game ហ្នឹងវាមានការលេង game ហ្នឹងហើយការលេង game ហ្នឹងមិនមែន free ទេអ្នកនេះលេងតែអស់លុយបើសិនជាយើងចង់ដាក់លុយដាក់អីមកលេង game អស់ហ្នឹងយើងដាក់មកបើយើងឈ្នះបានលុយបើលេងចាញ់គឺអត់បានលុយចឹងទៅចាញ់គេចឹងទៅបើអញ្ចឹងសម្រាប់ការលេងដល់អស់លុយខ្ញុំអត់ recommend ទេខ្ញុំ recommend ឲ្យអ្នកគ្នាលេងបែប free ហើយសម្រាប់អ្នកដែលគាត់ចង់បានលេងយកទៅណែនាំមិត្តភ័ក្តិបន្ថែមយើងអាចមកកន្លែង affiliate ហ្នឹងមកបាទអូខេហើយខាងក្រោមហ្នឹងគឺជា link សម្រាប់ធ្វើការណែនាំមិត្តភ័ក្តិហើយមួយទៀតសម្រាប់ការដកលុយគឺកន្លែង withdraw នៅត្រង់នេះបាទគឺយើងដកចាប់ពី15 TX ឡើងទៅកន្លែងនេះយើងដាក់ address សម្រាប់ទទួលកាក់ TX យ៉ាងនេះយើងដាក់ចំនួន TX ហើយកន្លែងនេះគឺ transaction fee គឺ 0.20 TX ដែលវាកាត់នៃការដក fee អូខេហើយកន្លែងនេះយើងមើល minimum នៃការដករបស់វាគឺ15 TX ឡើងទៅអូខេហើយយ៉ាងណាមិញអ្នកគ្នាដែលចង់មើលរបៀបចុះឈ្មោះចាំខ្ញុំដាក់វីដេអូរបៀបចុះឈ្មោះឲ្យនៅtrongវីដេអូនេះអូខេសម្រាប់ការចុះឈ្មោះអ្នកគ្នាអាចមើល link ដែលខ្ញុំដាក់ឲ្យនៅខាងក្រោមវីដេអូ description នៃវីដេអូ YouTube របស់ខ្ញុំឬមួយក៏អ្នកគ្នាអាច join មកកាន់ Telegram channel របស់ខ្ញុំដែលខ្ញុំដាក់ link ឲ្យនៅ description វីដេអូដូចគ្នាហើយត្រង់នេះគឺជា link ដែលខ្ញុំដាក់សម្រាប់អ្នកគ្នាធ្វើការចុះឈ្មោះគឺខ្ញុំដាក់ថា link ចុះឈ្មោះរកកាក់ TX free អូខេអ្នកគ្នាអាចធ្វើការ select ទៅលើ link ហ្នឹងមកបាទដើម្បីធ្វើការចុះឈ្មោះអូខេចឹងយើងចុចទៅលើ link ហ្នឹងមកបន្ទាប់មកវានាំយើងទៅកាន់ website tronpic .io ដើម្បីធ្វើការចុះឈ្មោះបន្ទាប់ពីមកដល់ចំណុចនេះអ្នកគ្នាធ្វើការ select ទៅលើពាក្យថា sign up ដើម្បីធ្វើការចុះឈ្មោះគឺនៅបន្ទាត់ខាងក្រោមបាទអូខេចឹងយើងធ្វើការចុចទៅលើ sign up មកបាទពណ៌លឿងហ្នឹងបាទបន្ទាប់មកយើងត្រូវធ្វើការបំពេញព័ត៌មានក្នុងការចុះឈ្មោះមួយចំនួនដូចជាការបំពេញname បាទឈ្មោះរបស់យើងហើយបំពេញ email ហើយ password ហើយ password បញ្ជាក់មួយសារទៀតឲ្យដូចគ្នានឹង password ខាងលើហើយ referral code បើអ្នកគ្នាចុចតាម link របស់ខ្ញុំគឺវាជាប់ auto ហើយកន្លែង captcha អូខេហើយខ្ញុំនឹងធ្វើការបំពេញព័ត៌មានទាំងអស់នឹងចូលតែម្ដង
ដល់កន្លែងពពេញកន្លែងកាប់ឆានេះអ្នកគ្នាធ្វើការថែកយក re កាប់ឆាមកដើម្បីស្រួលកែកាប់ឆាអញ្ចឹងយើងថែកនៅកន្លែងនឹងឲ្យវាថែកគ្រីសមកចូលឲ្យយើងរើសម៉ូតូយើងឆ្លាច់លើម៉ូតូមកហើយយើងចុចកន្លែង verify ឬមួយ connect ហ្នឹងមកបាទអានេះវាឲ្យយើងរើសតាក់ទងមួយនឹងភ្លើង stop ចរាចរណ៍យើងចុចលើភ្លើង stop មកវាគ្រីសហើយអ្នកនេះហើយ scroll ទៅលើបន្តិចអ្នកគ្នាចុច sign up មកគឺទទួលបាន account មួយហើយខ្ញុំ select ទៅលើ sign up អូខេបន្ទាប់ពីយើងចុច sign up គឺយើងទទួលបាន account មួយហើយតែ account របស់យើងអត់ទាន់ full ពេញលេញទេគឺទាមទារឲ្យយើងធ្វើការverify email អញ្ចឹងយើងចូលទៅកាន់ email របស់យើងដើម្បីធ្វើការ verify ហើយមុននឹងចូលទៅកាន់ email យើងឃើញនៅត្រង់ចំណុចនេះមួយគឺវានឹងទាមទារឲ្យយើងធ្វើការ select ទៅលើពាក្យថា verify យើងចុចលើហ្នឹងមកបន្ទាប់យើងចុចទៅលើហ្នឹងគឺនេះ email ដែលយើងបានចុះឈ្មោះហើយយើងចុចកន្លែងពាក្យថា verify email ដើម្បីវា send message ទៅកាន់ email របស់យើងដើម្បីធ្វើការ verify ចូលមក email របស់យើងមកយើងឃើញ email មួយពីខាងsupport tronpage.io មកអញ្ចឹងកន្លែងនេះវាមានពាក្យ verify email យើង select ទៅលើហ្នឹងមកហើយយើងបើកទៅលើ browser Chrome មកហើយចុច always មកបាទអញ្ចឹងវាចូលទៅកាន់ account របស់យើងហើយអូខេហើយបន្ទាប់មកយើង go to home page វិញមកគឺការចុះឈ្មោះរបស់យើងគឺរួចរាល់ហើយយើងចុចនេះ login ទៅកាន់ account របស់យើងធម្មតាមកណាបាទយើងវាយ email ហើយវាយ password របស់យើងចូលមកអូខេអញ្ចឹងយើងធ្វើការ select ទៅលើ login មកគឺវាចូលទៅកាន់ account របស់យើងធម្មតាឥឡូវវា load successfully ហើយមកដល់ចំណុចនេះខ្ញុំចង់បញ្ជាក់ថាសម្រាប់ការរក TX ខ្ញុំបញ្ជាក់ឡើងវិញគឺយើងអស់វា scroll មក Chrome មកបាទអស់វា scroll មក Chrome ឲ្យអស់មកកន្លែងដែលរក TX free ហ្នឹងគឺយើងកែ captcha នៅត្រង់នេះមកហើយយើងចុច re captcha មកយើង select នៅក្នុងនេះ increase មកនេះនៅក្នុងនេះណាហើយចុចកន្លែង reward ហ្នឹងមកអូខេអញ្ចឹងយើងបាននេះបើយើងរបាន 0.01 TX អូខេអញ្ចឹងមានតែប៉ុណ្្នឹងរបៀបក្នុងការចុះឈ្មោះបាទរកលុយជាមួយនឹង Tronpage នៃអ្នកគ្នាហើយវីដេអូហ្នឹងក៏គិតថានឹងបញ្ចប់តែប៉ុណ្្នឹងដែរហើយមុននឹងបញ្ចប់បើសិនជាអ្នកគ្នាចង់ឲ្យវាងាយស្រួលរក website នៅថ្ងៃក្រោយយើងអាចចុចទៅលើត្រី3នៅខាងលើយើងអាច add វាទៅកាន់ home screen អូខេហើយបន្ទាប់មកយើងចុចពាក្យថា add to home screen អញ្ចឹងវានឹងឃើញនៅលើ home screen ទូរស័ព្ទដៃរបស់យើងដូច app អញ្ចឹងយើងចុច add មកបាទបន្ទាប់ចុច add នឹងក្រុមទៀតមកអូខេអញ្ចឹងវានឹងមក home screen ទូរស័ព្ទដៃរបស់យើងហើយនេះគឺជា website មិញហើយយើងអាចចុចទៅលើវាដើម្បីចូលទៅកាន់ website ដែលងាយស្រួលដូចនៅលើ app អញ្ចឹងបាទអូខេហើយអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយ